Bàជំរាបសួរលោកគ្រូអ្នកគ្រូក៏ដូចជាសួរស្ដីទៅកាន់បងប្អូនសិស្សសិស្សក៏ដូចជាមិត្តភក្តិដែលស្រាវជ្រាវគណិតវិទ្យាផងដែរមកជួបគ្នាសារថ្មីជាមួយនឹង play វីដេអូនៅក្នុង playlist អនុវត្ត Derivate សម្រាប់ថ្នាក់ទី11តែក៏បងប្អូនទី12ក៏ចាំបាច់ត្រូវតែរៀនដែរបើសិនជាយើងមិនទាន់ស្គាល់ច្បាស់អំពីការអនុវត្ត Derivate នៅក្នុងថ្នាក់ទី11នឹងព្រោះឯសារទៅទី12មានមេរៀនអនុគមមួយដែលត្រូវការអនុវត្ត Derivate យកទៅប្រើប្រាស់ច្រើនមែនទែនហើយអញ្ចឹងបើសិនជាយើងមិនទាន់បានច្បាស់អំពីមេរៀនអនុវត្ត Derivate ថ្នាក់ទី11ទេយើងទៅទី12គឺនឹងពិបាកហើយព្រោះនៅក្នុងកម្មវិធីទី12គឺអត់មានការបង្រៀនមេរៀនអនុវត្ត Derivate នឹងឡើងវិញទេកន្លែងហ្នឹងណាអញ្ចឹងគឺយើងត្រូវការរៀនពីទី11ទៅឲ្យចេះបាទអូខេហើយអញ្ចឹងមុនចាប់ដើមវីដេអូបងឲ្យអ្នកនរនេះជួយ like ជួយ share វីដេអូនេះផងចែកម្លែកទៅដល់មិត្តភ័ក្តិរបស់យើងដែលកំពុងស្រាវជ្រាវនៅវិទ្យានៅតាមផ្ទះហើយណាមួយក៏ដូចជាការផ្ដល់កម្លាំងចិត្តដល់លោកគ្រូក្នុងការចែកម្លែកចំណេះដឹងបន្ថែមទៀតផងដែរសម្រាប់អ្នកដែលមិនទាន់ចុច Subscribe YouTube Channel ចូលនៅ YouTube សេចពាក្យ Teacher អ៊ុយសង្រត់ចុច Subscribe នៅមួយផងអ្នកតែមិនទាន់បានចុច Follow Page នៅក្នុង Facebook ចូលក្នុង Facebook សេចពាក្យលោកគ្រូអ៊ុយសង្រត់ជាភាសាខ្មែរហើយចុច Follow នៅមួយផងបាទអូខេអរគុណច្រើនចឹងតោះចាប់ដើមនៅវីដេអូយើងតែម្ដងនេះគឺជាឧទាហរណ៍ទី3ពាក់ព័ន្ធជាមួយនឹងចន្លោះកើនចុះនៃអនុគមឧទាហរណ៍ទី1ទីឧទាហរណ៍ទី2គឺការកំណត់អនុគមកើនចុះត្រង់តែឧទាហរណ៍ទី3នេះគឺជាលំហាត់គុណលឺគឺជាការកំណត់នៅតម្លៃ m បាទតម្លៃប៉ារ៉ាម៉ែត្រណាមួយដើម្បីឲ្យអនុគម fx ដែល fx យើងគឺអញ្ញត្តិ x fx គឺអញ្ញត្តិ x ហើយដល់មកមានអក្សរ m ក្នុងហ្នឹងគឺជាតម្លៃប៉ារ៉ាម៉ែត្រដែលគេកំពុងតែសួររកតើ m ហ្នឹងលេខប្រមាណដើម្បីអនុគម fx យើងគឺជាអនុគមចុះបាទជាអនុគមចុះចំពោះ x ធំជាង0អញ្ចឹងគឺកន្លែងនេះ x ដែលយើងប្រើប្រាស់នៅក្នុងអនុគមនេះគឺជាតម្លៃ x ដែលវិជ្ជមានធំជាង0សញ្ញាមាន x យើងគឺសញ្ញាបូកហើយតមកគេបានសួរថាតើ m នឹងជាលេខប្រមាណដើម្បីឲ្យ fx យើងគឺជាអនុគមចុះអញ្ចឹងពាក់ព័ន្ធនឹងអនុគមចុះតើអ្វីទៅជាអនុគមចុះព្រោះកន្លែងនេះគឺពាក់ព័ន្ធអនុគមចុះថាតើអីជាអនុគមចុះយើងត្រូវសួរខ្លួនឯងអ្វីជាអនុគមចុះហើយដើម្បីរក m គេត្រូវធ្វើម៉េចអញ្ចឹងដើម្បីរក m យើងត្រូវបង្កើតសមីការឬក៏ជាវិសមីការដែលពាក់ព័ន្ធជាមួយនឹងអក្សរ m ហ្នឹងហើយដើម្បីរកសមីការដែលពាក់ព័ន្ធអក្សរ m ហ្នឹងត្រូវធ្វើម៉េចគឺយើងត្រូវយកពាក្យកលឹះវាគឺដើម្បីឲ្យអញ្ចឹងគេថាដើម្បីឲ្យ f យើងនេះជាអនុគមចុះបាទអញ្ចឹងយើងត្រូវសួរថាអ្វីទៅជាអនុគមចុះអនុគមចុះនៅពេលដែល f' x តូចជាង0 f' x តូចជាង0គឺជាអនុគមចុះបាទអញ្ចឹងពាក់ព័ន្ធមកអនុគមចុះនេះយើងត្រូវស្វែងរក derivate ជាដំបូងសិនបាទពាក់ព័ន្ធអនុគមកើនចុះគឺត្រូវការ derivate អញ្ចឹងជាដំបូងយើងត្រូវរក derivate សិនបាទបន្ទាប់ពីយើងរក derivate ចុះឲ្យយើងសង្កេតថាតើយើងត្រូវធ្វើឲ្យបន្តទៀតដើម្បីកំណត់តម្លៃប៉ារ៉ាម៉ែត្រ m បាទតោះឥឡូវយើងចាប់ដើមតែម្ដងយើងក៏ដឹងគោលដៅសិនដំបូងគឺមូលដ្ឋានគឺពាក់ព័ន្ធកើនចុះទៅរក derivate អញ្ចឹងយើងក៏ចាប់ដើមយើងមាន fx ស្មើនឹង m.1 x ការ៉េបូក m ការ៉េបូក m បូក1អូខេហើយទៅមកយើងក៏ចាប់តាមធ្វើ derivate វាទៅបាទធ្វើ derivate អញ្ចឹងក្នុងនេះមើលទៅដូចអក្សរញ៉ៃញ៉ៃច្រើនតែយើងបែងចែកតែ2ផ្នែកទេគឺយើងយកអញ្ញត្តិ x ធ្វើគោល m.1 នេះគឺជាមេគុណ a x ការ៉េហើយទៅមកកន្សោមមួយនេះគឺអត់មានអក្សរ x ទេអញ្ចឹងនេះគឺជាតួ c ហើយតួ b អត់មានទេអត់មានតួ x ទេអញ្ចឹងឡើយនេះគឺមានតែ2ផ្នែកទេគិត derivate តាមហ្នឹងអូខេហើយទៅមកយើង derivate អាហ្នឹងអញ្ញត្តិយើងអញ្ញត្តិ x ក្រៅពីអក្សរ x គឺជាតម្លៃលេខអញ្ចឹងអា m.1 នេះគឺជាមេគុណ a ឬក៏យើងក៏រុញវាទៅខាងក្រៅបាទគេរុញអាដុំហ្នឹងទៅខាងក្រៅ derivate យើងក៏ធ្វើការ derivate x ការ៉េបាទហើយទៅមកអាខាងក្រោយនេះ derivate វាទៅគឺស្មើនឹង0ព្រោះ m នេះ m ការ៉េ m 1ហ្នឹងគឺសុទ្ធតែជាលេខទាំងអស់បាទចាត់ទុកជាលេខទាំងអស់ព្រោះអត់មានអក្សរអីគឺចាត់ទុកជាលេខអញ្ចឹង derivate លេខស្មើនឹង0បាទតោះវិញ derivate x ការ៉េមកបាន 2x ទៀតបាទអូខេហើយទៅមកយើងធ្វើការគុណ2ហ្នឹងចូលមកខាងនេះវិញបាទអញ្ចឹងវាទៅជា 2m ដក2ហើយកតាជាមួយនឹងកតាមួយ x អូខេអញ្ចឹងពេលនេះយើងធ្វើបានគណនា derivate រួចហើយអញ្ចឹងបន្តទៀតត្រូវគិតអីគោលដៅរបស់គេគឺចង់រកអក្សរ m ដើម្បីធ្វើឲ្យ f យើងចុះអញ្ចឹងដើម្បី fx ចុះតតែម៉េចតតែ derivate តូចជាង0ហើយលក្ខខណ្ឌរបស់គេនេះគឺ x ធំជាង0មានថា x យើងគឺសញ្ញាបូកបាទ x យើងគឺសញ្ញាបូកអញ្ចឹងបើ x យើងសញ្ញាបូកហើយអញ្ចឹងដើម្បី f'(x) យើងនេះ f'(x) ហើយ f'(x) យើងគឺជាផលបូករវាង 2m.1 ជាមួយនឹង x ហើយបើ x យើងគឺសញ្ញាបូកហើយហ្នឹងហើយអញ្ចឹងដើម្បីបូកតើគុណអីឲ្យចេញមកតូចជាង0ចេញដកបាទអញ្ចឹងគឺមានតែបូកគុណជាមួយនឹងគុណដកបាទបូកគុណដកគឺចេញដកអញ្ចឹងគឺអាកតាខាងមុខនេះតតែវាជាចំនួនអវិជ្ជមានតមកគុណជាមួយ x ដែលជាចំនួនវិជ្ជមានអញ្ចឹងវានឹងคล้ายទៅជាកន្សោមមួយដែលអវិជ្ជមានអញ្ចឹងកាលណាត f'(x) អវិជ្ជមាននោះ fx យើងគឺចុះដូចគោលបំណងដែលគេចង់បានហើយកន្លែងហ្នឹងណា
ចឹងឡើយហ្នឹងគឺយើងនិយាយថាដើម្បីឲ្យ f(x) យើងជាអនុគមចុះកាលណាអីគេកាលណា f'(x) តូចជាង0នេះជាយមន័យដែលយើងនិយាយហើយតមកយើងបាននេះ f'(x) យើងតូចជាង0បាទ f'(x) យើងតូចជាង0ប៉ុន្តែដោយសារតែ x យើងគឺជាចំនួនដែលវិជ្ជមានអញ្ចឹងមានន័យថាយើងគ្រាន់តែឲ្យ 2m ដក2តូចជាង0ទៅគឺបានហើយឬក៏មានន័យថាយើងបោះ x នេះមកស្ដាំទៅចែកបាទដោះស្រាយវិសមីការហើយវិសមីការដែលយើងដោះនេះមិនមែនដោះរក x ទេគឺដោះរកអក្សរ m យើងអាចបោះ x មកខាងស្ដាំបានទៅជាចែកមូលហេតុយើងបោះបានចាំនោះវិសមីការយើងមិនមែនចេះតែបោះអញ្ញត្តិមកអក្សរមកស្ដាំបានទេតាមទីគុណចែកមិនចេះមកបានទេយើងត្រូវគិតថាតើវាវិជ្ជមានឬក៏អវិជ្ជមានប៉ុន្តែឥឡូវនេះយើងដឹងថា x យើងគឺសញ្ញាបូកអញ្ចឹង x យើងសញ្ញាបូកអញ្ចឹងពេលយើងបោះមកចែកគឺអត់ប៉ះពាល់សញ្ញាធំតូចទេគឺរក្សាដដែលហើយពេល0ចែក x គឺស្មើនឹង0អាណាគឺមានច្រើនផ្លូវក្នុងការគិតកន្លែងនេះបាទអូខេហើយតើមកយើងក៏ទទួលបានវិសមីការមួយដែលពាក់ព័ន្ធអក្សរ m អញ្ចឹងការកំណត់តម្លៃ m មិនប្រកាសថាត្រូវតែកើតជាសមីការទេពេលខ្លះចម្លើយ m យើងមិនមែនមានតែមួយគឺមានច្រើនវានឹងកើតទៅជាវិសមីការបែបនេះឯងបាទអូខេតើមកយើងដោះស្រាយវិសមីការនឹងមកយើងគ្រាន់តែបោះដក2មកស្ដាំទៅជាបូក2ហើយតើមកយើងទាញរក m អញ្ចឹងសម្រាប់ការបោះបូកដកខ្ញុំសញ្ញាធំតូចខ្ញុំអត់ខ្វាយខ្វល់ទេអត់ដូរអីទេប៉ុន្តែពេលរបស់គុណចែកពេលរបស់2នេះពីគុណមកទៅចែកនេះគឺជាត្រូវគិតសញ្ញាធំតូចអញ្ចឹងទើបខ្ញុំឡើយនេះអត់ទាន់បង្ហាញនៅសញ្ញាធំតូចទេខ្ញុំត្រូវទុកសិនទុកសួរសិនអញ្ចឹងដោយសារ2យើងគឺសញ្ញាបូកអញ្ចឹងគឺពេលបោះមកចែកគឺអត់ផ្លាស់ប្ដូរទិសដៅនៃសញ្ញាធំតូចទេនៅតែបែរមកស្ដាំដដែលអញ្ចឹងពេលហ្នឹងយើងទទួលបាន m យើងគឺតូចជាង1បាទតើបានតម្លៃ m តូចជាង1ហើយអញ្ចឹងគឺចប់បាត់ហើយព្រោះគោលដៅយើងចង់រកអក្សរ m ឥឡូវយើងបាន m ហើយតូចជាង1ហើយជាងយើងឆ្លើយដូចនេះទៅដូចនេះហើយពាក្យថាតូចជាង1យើងអាចគូបន្ទាត់បានលេខ0នេះលេខ1អញ្ចឹងតូចជាងខាងណាបាទតូចជាងមិននៅខាងនេះបាទនេះតូចជាងទេតូចជាងនៅខាងឆ្វេងអញ្ចឹងគឺខាងឆ្វេងនេះគឺដកអណន្តហើយនេះគឺបូកអណន្តអញ្ចឹងតូចជាង1គឺមិនហៅពីធំទៅតូចគឺហៅទៅធំគឺហៅពីឆ្វេងទៅស្ដាំពីដកអណន្តទៅ1ហើយនេះគឺសញ្ញាធំជាងដាច់ចឹងនេះប្រើវងកញ្ចក់សម្រាប់ដកអណន្តនេះគឺវងកញ្ចក់ជានិច្ចអត់មានគ្នាទេកន្លែងហ្នឹងអូខេនេះគឺជាការកំណត់តម្លៃ m ដើម្បីឲ្យធ្វើអនុគមមួយជាអនុគមចុះឬក៏ជាអនុគមកើនអញ្ចឹងសំណួរនេះគឺគេរកតម្លៃ m ដើម្បីអនុគមចុះអញ្ចឹងមាន m យើងគឺពីដកអនន្តទៅ1អញ្ចឹងលេខជួសទៅចាប់ពី1ចូលមកក្រោម1 0.9 0.8 0ដក1ដក2ដក3ជួសទៅគឺនឹងធ្វើអនុគម f(x) យើងគឺជាអនុគមចុះឬក៏បើយើងជួសចូលក្នុង derivative យើងនឹងធ្វើឲ្យ derivative យើងគឺអវិជ្ជមានជានិច្ចវាធ្វើអនុគមហ្នឹងគឺជាអនុគមចុះតែសិក្សាដែរសម្រាប់តែ x យើងធំជាង0ទេអាហ្នឹងណាអូខេបាទអូខេអញ្ចឹងគឺសំណួរស្រដៀងគ្នាការកំណត់តម្លៃ m ដដែលហើយតែអនុគម g យើងគឺជាអនុគមពហុធាតុ degree ទី3ម្ដងហើយគេចង់បានជាអនុគមកើនជានិច្ចបាទកើនជានិច្ចអូខេអញ្ចឹងនេះចាត់ខ្ញុំទុកវាជាកិច្ចការផ្ទះសម្រាប់អ្នកនរគ្នាហើយសាកល្បងធ្វើថាតើយើងអាចមានកំណត់ការដោះស្រាយវាចេញអត់តែអានេះគឺវារៀងពិបាកជាងអាទី3មិញបន្តិចវាអត់ដូចគ្នាទេវាពិបាកជាងបន្តិចអញ្ចឹងសាកល្បងធ្វើសិនតើយើងអាចដើរបានដល់កម្រិតណាទៅចំណុចណាយើងអាចដោះចេញឬក៏តាក់ទាំងឡាយណាអូខេអញ្ចឹងអរគុណច្រើនសម្រាប់ការយកចិត្តទុកដាក់តាមដានវីដេអូនេះតាំងដល់ចប់ហើយសង្ឃឹមថាបងប្អូននឹងយល់ខ្លឹមសារមេរៀនហើយបើមិនយល់ត្រង់កន្លែងណាមួយអាច comment សួរឬក៏អាចឆាតតាមរយៈ Telegram 015 98 99 ដោយ089 57 56 47អរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយបាយ